សូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ Channel ខ្ញុំបាទថ្ងៃនេះយើងនឹងធ្វើដំណើរត្រឡប់ទៅអតីតកាលជាង500ឆ្នាំមុនទៅស្គាល់ជីវិតមនុស្សម្នាក់ដែលបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រពិភពលោកមនុស្សម្នាក់ដែលហ៊ានជឿថាផែនដីមានរាងមូលនិងហ៊ានឆ្លងមហាសមុទ្រដ៏គ្រោះថ្នាក់ដោយគ្មានអ្នកជឿលើគាត់មនុស្សនោះគឺលោក Christophe Colomb ភាគទី1ក្មេងប្រុសពីទីក្រុងជេណូវ៉ានៅលើឆ្នេរសមុទ្រខៀវស្រងាត់នៃទីក្រុងជេណូវ៉ាប្រទេសអ៊ីតាលីប្រហែលឆ្នាំ1451មានក្មេងប្រុសម្នាក់កើតមកក្នុងគ្រួសារជនសាមញ្ញឪពុករបស់គាត់ជាជាងត្បាញក្រណាត់ម្ដាយជាស្ត្រីស្ងៀមស្ងាត់ដែលថែរក្សាកូនដោយក្តីស្រឡាញ់ក្មេងប្រុសនោះមានឈ្មោះថា Christopheតាំងពីក្មេង Christophe ចូលចិត្តឈរមើលនាវាធំចូលចតនៅកំពង់ផែគាត់ស្ដាប់រឿងញាក់នាវាអំពីខ្យល់ព្យុះអំពីសត្វចម្លែកក្នុងសមុទ្រនិងអំពីដីដ៏អាតកំបាំងនៅឆ្ងាយសមុទ្រមិនធ្វើឲ្យគាត់ភ័យទេតែវិញវាធ្វើឲ្យបេះដូងគាត់រីករាយនៅពេលក្មេងដតីលេងល្បែង Christophe វិញគូផែនទីលើដីខ្សាច់គូរូបនាវាហើយស្រមៃថាខ្លួនឯងកំពុងធ្វើដំណើរឆ្លងមហាសមុទ្រភាគទី2យុវវ័យនិងការវឹកហាត់ជានាវិករនៅវ័យក្មេងជាង20ឆ្នាំ Christophe បានចេញធ្វើដំណើរជាមួយនាវាពាណិជ្ជកម្មគាត់រៀនអានផ្កាយរៀនគណនាទិសខ្យល់និងរៀនអំពីផែនដីគាត់អានសៀវភៅរបស់អ្នកប្រាជ្ញបុរាណដែលនិយាយថាផែនដីមានរាងមូលគំនិតមួយកើតឡើងក្នុងខួរក្បាលគាត់បើផែនដីមូលហេតុអ្វីមិនអាចធ្វើដំណើរទៅអាស៊ីដោយទៅតាមទិសខាងលិចគំនិតនេះធ្វើឲ្យគាត់ខុសពីមនុស្សភាគច្រើនមនុស្សជាច្រើនថាគាត់ស្រមៅស្រមៃឬឆ្កួតតែ Christophe ជឿលើចក្ខុវិស័យរបស់ខ្លួនភាគទី3ការសុំជំនួយនិងការបដិសេធ Christophe ធ្វើដំណើរទៅសុំជំនួយពីព្រះមហាក្សត្រជាច្រើនប្រទេសប៉ូទុយហ្គាល់បដិសេធប្រទេសផ្សេងសើចចំអកច្រើនឆ្នាំកន្លងទៅគាត់រស់ក្នុងភាពក្រីក្រតែគាត់មិនបោះបង់ចុងក្រោយគាត់បានទៅដល់រីកសាឡាអេស្ប៉ាញហើយជួបព្រះមហាក្សត្រីអ៊ីសាបេឡានិងព្រះមហាក្សត្រហ្វឺឌីណង់ក្រោយពេលពិចារណាយូរព្រះអង្គទាំងពីរបានយល់ព្រមផ្ដល់នាវា3គ្រឿង Santa Maria Pinta Niña នៅវ័យជាង20ឆ្នាំ Christophe ចេញទៅសមុទ្រគាត់ជួបខ្យល់ព្យុះជួបការលិចនាវាជួបសេចក្តីភ័យខ្លាចតែគាត់មិនរត់គេចទេគាត់រៀនអានផ្កាយគណនាទិសរៀនពីផែនទីគាត់អានសៀវភៅប្រាជ្ញបុរាណដែលនិយាយថាផែនដីមានរាងមូលគំនិតធំមួយកើតឡើងបើទៅអាស៊ីតាមទិសលិចប្រហែលជាខ្លីជាងគំនិតនេះធ្វើឲ្យគាត់ក្លាយជាមនុស្សដែលគេហៅថាមនុស្សស្រមៃChristophe ទៅសុំជំនួយពីប្រទេសជាច្រើនប៉ូទុយហ្គាល់បដិសេធញាក់ប្រាជ្ញសាយចំអកគាត់ក្លាយទៅជាមនុស្សក្រីក្ររស់ដោយការសុំជំនួយតែគាត់មិនបោះបង់ចុងក្រោយគាត់ទៅដល់អេស្ប៉ាញជួបព្រះមហាក្សត្រអ៊ីសាបេឡាសំឡេងតន្ត្រីសង្ឃឹមក្រោយពេលគិតយូរព្រះនាងបាននិយាយថាយើងនឹងផ្ដល់ឱកាសដល់ក្តីស្រមៃរបស់អ្នកឆ្នាំ1492នាវា3គ្រឿងចេញដំណើរ Santa Maria Pinta Niña ថ្ងៃកន្លងទៅសប្តាហ៍កន្លងទៅអាហារខ្វះទឹកអស់នាវាចង់បះបោ Christophe ឈរនៅលើនាវាមើលផ្កាយហើយនិយាយថាសូមទុកពេលឲ្យខ្ញុំបន្តិចទៀតថ្ងៃទី12តុលា1492សំឡេងមួយស្រែកឡើងដីគោក Christophe ចុះជើងលើដីដែលមិនមានលើផែនទីអឺរ៉ុបគាត់គិតថានេះជាអាស៊ីតែពិភពលោកកំពុងបើកទំព័រថ្មី Christophe ក្លាយជាមនុស្សល្បីតែការគ្រប់គ្រងរបស់គាត់នាំឲ្យមានការឈឺចាប់ជនជាតិដើមត្រូវរងទុក្ខប្រវត្តិសាស្ត្រចាប់ផ្ដើមមានសំណួរគាត់ត្រឡប់ទៅអេស្ប៉ាញដោយជំងឺនិងភាពខកចិត្ត
ឆ្នាំ1506គាត់ស្លាប់ដោយមិនដឹងថាគាត់បានបើកទ្វារទៅកាន់ពិភពលោកថ្មី Christophe Colomb មិនមែនជាវីរបុរសឥតខ្ចោះទេតែគាត់ជាមនុស្សដែលហ៊ានស្រមៃហ៊ានធ្វើហើយពិភពលោកមិនដូចមុនទៀតឡើយ